គុណដល់បងប្អូនទាំងអស់គ្នាទាំងទីជិតទីឆ្ងាយដែលធ្វើឲ្យគំនិតផ្ដួចផ្ដើមមួយនេះដំណើរការដោយរលូនក្រុមគិតថានឹងធ្វើ4-500កំប៉ុងទេប៉ុន្តែដោយសារមានការចូលរួមយ៉ាងសស្រាក់សស្រាំពីបងប្អូនទាំងអស់ទាំងតាម QR code និងការចូលរួមផ្ទាល់ជាពិសេសប្រមុខថ្នាក់ដឹកនាំខេត្តកំពង់ធំធ្វើឲ្យការលេងអំបុកជូនបងកងទ័ពនេះបានរហូតដល់ទៅ1តោន200គីឡូហើយនេះគឺជាសកម្មភាពទាំងស្រុងនៃការលេងអំបុកជូនបងកងទ័ពជួរមុខយើងចាប់ផ្ដើមតាំងពីម៉ោង7កន្លះព្រឹកខ្ញុំរំភើបខ្លាំងមែនទែនគ្រាន់តែដល់ពេលភ្លាមបងប្អូនសិស្សសានុសិស្សអំពូមីងនៅក្នុងភូមិគាត់ចូលមកព្រឹបឲ្យបងប្អូនឃើញអូសធំគាត់ជួយកាប់ចំណែកអំពូមីងវាហាន់ច្រាំសាច់អំបុកយើងបែកជា2មុខមួយមុខឆាលីងជាមួយសាច់ជ្រូកបកាក្រៀមមួយមុខទៀតលាយជាមួយនឹងផ្អែមផ្លែឈើក្រៀមពេលដែលយើងបានលេងជាមួយសាច់ឬក៏លាយជាមួយនឹងផ្លែឈើអញ្ចឹងធ្វើឲ្យអំបុករបស់យើងកាន់តែមានជាតិផ្ដល់កម្លាំងផ្ដល់ថាមពលឲ្យគាត់បានច្រើនបំបតោនស្មើនឹង8000កំប៉ុងអញ្ចឹងការលេងគឺច្រើនខ្លាំងមែនតែនប្រើផ្ទះតូចជិត20ផ្ទះហើយស្ទីកធំឡើង8ស្ទីកលេងតាំងពីព្រឹករហូតដល់ថ្ងៃត្រង់អត់ទាន់រួចមានមោទនភាពមែនតែនដែលបងប្អូនខ្មែរយើងស្រុះដៃស្រុះជើងគ្នាលេងអំបុកទាំងក្តៅទាំងហុយផ្សែងប៉ុន្តែអត់ចុះចាញ់នេះមិនមែនជាការលំបាកស្មើនឹង1%នៃបងកងទ័ពដែលនៅជួរមុខផងទាំងក្តៅទាំងហត់នឿយទាំងឃ្លានទាំងរងារួមទាំងពលីដើម្បីជាតិមាតុភូមិគឺមានសពគ្រប់អ្វីដែលពួកយើងធ្វើនេះគឺអត់បានប្រៀបស្មើនឹងពួកគាត់ទេចឹងហើយលះបង់ឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីធ្វើសម្រាប់សងគុណដល់បងកងទ័ពវិញពេលវេលាបថុចញ៉ុចនៅក្នុងផ្ទះខ្ញុំអត់មានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់តែអ៊ំពូមីងដែលគាត់អញ្ជើញមកគាត់សុចិត្តបកទៅវិញយករបស់របរគាត់ឆ្អេកជើឬក៏កតេលកច្រែងអីទេគឺគាត់ប្រមូលមកអស់ហើយតែបើថាយើងនៅចំចំណុចកណ្ដាលនៃប្រជាជាតិកម្ពុជាយើងអត់បានឈរអោបដៃមើលពីទុកលំបាករបស់បងកងទ័ពនៅជួរខាងមុខទេយើងទាំងអស់គ្នាគឺដុតដៃដុតជើងមែនតែនដើម្បីជួយសម្រួលនិងផ្ដល់ជាស្បៀងអាហារសំខាន់ជូនទៅកាន់បងប្អូនវីរៈកងទ័ពដែលនៅជួរមុខបានឃើញវីដេអូនេះសូមប្រាប់ថាបងអត់បានតស៊ូតែម្នាក់ឯងទេអ្នកដែលនៅខាងក្រោយទាំងសិស្សានុសិស្សលោកគ្រូអ្នកគ្រូប្រជាពលរដ្ឋរួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តស៊ូជាមួយបងប្អូនជារៀងរដាប់និងខំប្រឹងធ្វើអ្វីក៏ដោយដែលអាចជួយទៅកាន់បងនៅក្នុងសកម្មភាពទាំងអស់នេះមិនមែនមានតែពួកខ្ញុំទេក៏មានការអញ្ជើញម្ដងដល់ខ្ពង់ខ្ពស់អំពីលោកពូអភិបាលខេត្តនួនផារតនិងលោកជំទាវហើយលោកជំទាវខួនគុនឌីពូអភិបាលស្រុកអុកសវណ្ណរារួមទាំងភរិយានិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ច្រើនមែនទែនដែលខ្ញុំមិនអាចរៀបរាប់អស់មិនអញ្ជើញចូលរួមនៅក្នុងនាមជាគណៈអធិបតីទេប៉ុន្តែអញ្ជើញចូលរួមនៅក្នុងនាមជាប្រជាពលរដ្ឋដែលចេះសាមគ្គីគ្នានិងធ្វើដោយចេញពីចិត្តនិងការគោរពដឹងគុណចំពោះវីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិតាំងពីព្រឹកអ៊ំពូមីងអត់ហ៊ានសម្រាកទេអាសាអំបុកមកថ្មីរហូតគ្រាន់តែផ្នែកលេងអំបុកតទេនិងលេងសាច់ឡើងអស់មកព្រឹកថ្ងៃត្រង់ពិសាបាយថ្ងៃត្រង់ហើយបានចាប់ផ្ដើមលេងសាច់ចូលជាមួយនឹងអំបុកទៀតបន្តកតុយគ្នារហូតអ្នកលេងចំណែកអ្នកចាំច្រកធ្វើតាំងពីម៉ោង7កន្លះព្រឹករហូតដល់ម៉ោង5-6ល្ងាចស្រាប់ទាំងអស់ទៅអំបុកលេងរបស់យើងបាន1400កញ្ចប់ក្រៅពីចូលរួមជាកម្លាំងហើយពួកគាត់ក៏មានទឹកចិត្តចូលរួមជាថវិកាជាសម្ភារៈស្បៀងផ្សេងទៀតយ៉ាងច្រើនដោយសារខ្ញុំអត់មានមធ្យោបាយដឹងជូនទៅកាន់បងកងទ័ពផ្ទាល់ទេអញ្ចឹងសម្ភារៈដែលបងប្អូនបានចូលរួមទាំងអំបុកលេងដែលយើងធ្វើឲ្យភ្លាមគឺខ្ញុំដាក់បញ្ចូលជាមួយនឹងអីវ៉ាន់របស់ខេត្តដល់ថ្ងៃដែលត្រូវយកចេញលោកពូអភិបាលខេត្តរៀបចំចាត់ចែងដាក់តាមឡាននិងបែកតាមតំបន់នីមួយៗតាមចំណុចដែលខ្វះខាតជាថ្មីម្ដងទៀតខ្ញុំពិតជាអរគុណខ្លាំងមែនទែនដល់បងប្អូនដែលបានចូលរួមទាំងកម្លាំងកាយហើយនិងថវិកាក៏បញ្ជាក់ផងដែរថាអីវ៉ាន់ទាំងអស់គឺបានទៅដល់ដៃបងប្អូនកងទ័ពនិងជនភៀសសឹកនៅតាមព្រំប្រទល់ហើយហេតុការណ៍មួយនេះធ្វើឲ្យយើងដឹងថាខ្មែរយើងអត់មាននរណាអាចបំបែកបានទេដោយសារតែការសាមគ្គីរបស់យើងគ្រប់ជាន់ថ្នាក់ហើយយើងបានទទួលជោគជ័យទាំងអស់គ្នា